កីឡាករគុនខ្មែរ3រូបដែលមានតម្លៃខ្លួនខ្ពស់ដាច់គេនាពេលបច្ចុប្បន្នវិស័យកីឡាគុនខ្មែរបានឈានដល់ចំណុចកម្ពស់មិនធ្លាប់មានដែលធ្វើឲ្យតម្លៃខ្លួនកីឡាករល្បីៗហក់ឡើងយ៉ាងគំហុកយោងតាមការតាមដានទីផ្សារកីឡាករប្រដាល់និងការរៀបចំកម្មវិធីធំៗក្នុងឆ្នាំ2026នេះកម្ពុជាកីឡាករ3រូបដែលត្រូវបានគេទទួលស្គាល់ថាមានតម្លៃខ្លួនថ្លៃបំផុតនិងជាមេដាយទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មហាជនទី1គឺព្រំសំណាងដែលមានរហស្សនាមជាជាងកាត់សក់ដៃឯកមិនត្រឹមតែជាជើងខ្លាំងលំដាប់ប្រទេសនោះទេព្រំសំណាងគឺជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅពេលបច្ចុប្បន្នសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិធំៗតម្លៃខ្លួនរបស់គេអាចឈានដល់10000ឬ15000ដុល្លារក្នុងមួយប្រកួតមូលហេតុដែលគេមានតម្លៃខ្លួនខ្ពស់បែបនេះគឺដោយសារតែបទពិសោធន៍ភាពចាស់ទុំនិងសមត្ថភាពដែលអាចផ្ដួលគូប្រកួតកម្រិតពិភពលោកបានយ៉ាងងាយទី2ធឿនធីរ៉ាអ្នកលេងពូថៅដៃបន្ទាប់ពីសាងប្រវត្តិសាស្ត្រឈ្នះខ្សែក្រវ៉ាត់និងពានរង្វាន់ជាច្រើននៅក្រៅប្រទេសធឿនធីរ៉ាបានក្លាយជាកីឡាករដែលមានតម្លៃទីផ្សារខ្ពស់បំផុតម្នាក់រាល់ការប្រកួតលក្ខណៈ Super Fight តម្លៃខ្លួនរបស់គេត្រូវបានប៉ាន់ស្មានថាស្ថិតក្នុងចន្លោះ8000ដល់12000ដុល្លារធីរ៉ាគឺជាកីឡាករដែលមានបច្ចេកទេសវាយចេញដ៏សាហាវដែលធ្វើឲ្យអ្នករៀបចំការប្រកួតលំដាប់អន្តរជាតិជុំវិញពិភពលោកតែងតែចង់បានរូបគេទៅប្រកួតលេខ3ពេជ្រសម្បត្តិរហស្សនាមក្របីព្រៃមុខតាន់ទោះបីជាក្មេងខ្ចីជាងរៀមច្បងទាំងពីរខាងលើប៉ុន្តែពេជ្រសម្បត្តិគឺជាកីឡាករដែលមានឥទ្ធិពលបំផុតក្នុងវិស័យគុនខ្មែរនាពេលបច្ចុប្បន្នតម្លៃខ្លួនរបស់គេសម្រាប់ការប្រកួតធំៗអាចចន្លោះពី4000ដល់6000ដុល្លារប៉ុន្តែអ្វីដែលធ្វើឲ្យគេមានចំណូលខ្ពស់លើសគេនោះគឺប្រាក់រង្វាន់លើកទឹកចិត្តរាល់ការប្រកួតរបស់ពេជ្រសម្បត្តិតែងតែមានការឧបត្ថម្ភបន្ថែមពីមហាជននិងក្រុមហ៊ុននានាដែលជួនកាលសរុបទៅអាចលើសតម្លៃខ្លួនពិតប្រាកដរហូតដល់2ទៅ3ដងការកើនឡើងនៃតម្លៃខ្លួននេះគឺជាសញ្ញាណវិជ្ជមានយ៉ាងខ្លាំងសម្រាប់វិស័យកីឡាអត្តសញ្ញាណជាតិខណៈដែលកីឡាករគុនខ្មែរលែងត្រូវបានគេមើលរំលងហើយអាចរស់នៅក្នុងជីវភាពយ៉ាងសមរម្យតាមរយៈអាជីពមួយនេះ